ឈូកមានក្លិនក្រអូបប្រហាប្រសាទ្រង់ទ្រាយរីកស្រស់លំអសទ្ធាថ្វាយព្រះដោយចិត្តស្មោះសរផ្កាឈូកបវរបូជាទូលគុណព្រះមានព្រះភិក្ខត្រាស់សម្ដែងថាសាវកសាស្តារុងរឿងពេកពុនបានឆ្លងកណ្ដងគោលពតថុចជនព្រោះបញ្ញាគុណជនព្រាបផ្កាឈូកណើពេញបរមីទឹកថៃផុតទៅរនោចសល់នៅតទៅដាច់ខាងហើយឆ្នាំបដូរផ្លាស់ចាស់ថ្មីហោហាព្រាបជីវិតតែមុខកាយបែកគ្នាធម្មជាតិបង្រៀនផ្ដល់មេរៀនពិតគ្រប់រឿងជីវិតកាត់ធ្វើនិយាយគឺលំបាកណាស់ច្បាស់ជាមិនងាយទំលាយសំណាញ់ឈប់ចាំងលោកធម៌មានសក់រៀបយុះគេឈ្មោះឧត្តមគិតថាស័ក្តិសមបានបំពេញល្អពេលអស់អ្វីហារតីងាប់ងងទើបឃើញព្រះធម៌ទ្រទ្រង់រក្សាឃើញធម៌អរិយៈឲ្យភ្ញាក់ស្មារតីឃើញនៅញាណភ័យអាស្រ័យកញ្ញាឃើញស្គាល់តម្លៃព្រះត្រៃសារណាទើបឃើញខ្លឹមសារព្រហ្មចារ្យចាក់ទុកសួស្តីខ្ញុំរស្មីច័ន្ទសូមជួយ Subscribe YouTube ខ្ញុំផងសូមអរគុណ